ស្បៃក្តោបតូចសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានកិត្តិយសជាខ្លាំងនាំពុកម៉ែបងប្អូនមកទស្សនានៅឯវត្តជុំម្ដុំឈប់វ៉ាមួយនេះជាទស្សនភាពនៅក្នុងបរិវេណវត្តជុំទាំងមូលតែម្ដងអញ្ជើញទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាទស្សនភាពព្រះពុទ្ធទ្រង់សឹងឬក៏បរិនិព្វានខ្ញុំអត់ដឹងតែចម្លាក់នៅនេះស្អាតស្អាតទាំងរូបរាងទាំងផ្ទៃមុខស្អាតមែនតើឡើងស្អាតតែម្ដងទំលើកទី1ដែលខ្ញុំបានចូលនៅវត្តជុំស្អាតអូយព្រះពុទ្ធ5ព្រះអង្គតែនេះគឺជាទស្សនវិជ្ជានៅក្នុងបរិវេណវត្តជុំរូបសំណាក់ព្រះពុទ្ធទ្រង់បរិនិព្វានអូយស្អាតមែនទែនវត្តជុំខ្ញុំអត់ដែរមកលេងទំចុះលើកទី1នៅឯស្អាតដូចសួនចំហាដើរលេងតិចតិចហើយអូចូលបានណាំពុទ្ធព្រះណាំពុទ្ធដូចសួនចំហាស្អាតអូពុទ្ធ5អង្គឥឡូវត្រាស់ដឹងបាន4អង្គហើយបានដល់បរិនិព្វាន4អង្គហើយនៅសល់ព្រះពុទ្ធិសត្វអរិយមេត្រី1អង្គទៀតដែលត្រាស់ដឹងនៅកាលខាងមុខអូវត្តនេះគឺជាសត្វស្អាតមែនតើសម្រាប់បងប្អូនដែលចង់មកលំហែអារម្មណ៍សម្រួលអារម្មណ៍អីអាចមកលេងវត្តជុំបានវត្តនេះស្អាតមែនតើខ្ញុំអត់ដែរចូលសោះឡើងដូចសួនហ្មងណានេះវាធំហ្នឹងព្រះពុទ្ធិសត្វអរិយមេត្រីតោះធ្វើដំណើរទៅលេងកញ្ចក់ទឹកជាមួយខ្ញុំក្នុងបរិវេណវត្តជុំសំបីតាអនាម័យសំបីតាអនាម័យក្នុងវត្តក៏ស្អាតដែរឥឡូវខ្ញុំចូលដើរចុកទឹកលេងបន្តិចដើរចូលលេងស្អាតស្លោ